ស្ត្រីម្នាក់ប្តឹងលែងលះប្តីដោយសារតែខឹងប្តីមិនដែលចូលចុច like ឬក៏ comment នៅលើ Facebook និង Instagram របស់ប្រពន្ធនេះគឺជារឿងក្តីចម្លែកមួយទៀតហើយដែលបានកើតមានឡើងនៅឯប្រទេសឥណ្ឌាសាវតារឿងគឺយ៉ាងដូចនេះអំឡុងឆ្នាំ2015ប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅក្នុងទីក្រុង Surat រដ្ឋ Gujarat នៃប្រទេសឥណ្ឌាដែលអត្តសញ្ញាណប្តីប្រពន្ធមួយគូនេះមិនត្រូវបានសារព័ត៌មានយកមកចុះផ្សាយបង្ហាញទេក៏ប៉ុន្តែអ្វីដែលយើងដឹងនោះគឺស្ត្រីជាប្រពន្ធគឺជាអ្នកដែលចូលចិត្តលេងបណ្ដាញទំនាក់ទំនងសង្គមដោយការបង្ហោះសារនិងរូបភាពស្អាតៗនៅលើ Facebook និង Instagram ដោយ like បរិះជាប្តីឯនោះវិញជាមនុស្សមើងម៉ាត់ហើយមិនសូវជាយកចិត្តទុកដាក់ឬក៏ចាប់អារម្មណ៍អ្វីទេចំពោះការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមក្រោយរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេលជាង1ឆ្នាំមកប្រពន្ធកត់សម្គាល់និងបង្ហាញអំពីការអន់ស្រពន់ចិត្តជាបន្តបន្ទាប់ចំពោះប្តីដែលមិនដែលចូលទៅចុច like ឬក៏ comment នៅលើសារនិងរូបភាពដែលនាងបានបង្ហោះនៅលើ Facebook និង Instagram ពីមួយថ្ងៃទៅមួយថ្ងៃកំហឹងនេះកាន់តែកើនឡើងជាបន្តបន្ទាប់ដែលបញ្ហានេះបានធ្វើឲ្យគ្រួសារវ័យក្មេងមួយគូនេះជួបនៅភាពរកាំរកូសយ៉ាងខ្លាំងបន្ទាប់មកនៅឆ្នាំ2016ប្រពន្ធក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីសុំលែងលះប្តីនៅក្នុងពាក្យបណ្ដឹងស្ត្រីជាប្រពន្ធក៏បានសរសេរបញ្ជាក់ផងដែរថាការដែលប្តីរបស់នាងមិនអើពើចំពោះសកម្មភាពរបស់នាងនៅលើបណ្ដាញទំនាក់ទំនងសង្គមគឺជាទម្រង់មួយនៃការធ្វើទរណកម្មមកលើផ្លូវចិត្តដែលធ្វើឲ្យនាងបាត់បង់ទំនុកចិត្តទៅលើប្តីហើយមានអារម្មណ៍ថានាងត្រូវបានប្តីបោះបង់ចោលនៅពេលតុលាការធ្វើនីតិវិធីទៅលើរឿងក្តីលែងលះនេះតុលាការបានបង្ហាញនូវការហួសចិត្តយ៉ាងខ្លាំងដោយសារតែមូលហេតុនៃពាក្យបណ្ដឹងរបស់ស្ត្រីជាប្រពន្ធគឺមានលក្ខណៈជារឿងតូចតាចហើយមិនមានមូលដ្ឋានច្បាស់លាស់និងរឹងមាំសម្រាប់ឲ្យតុលាការសម្រេចទៅលើការលែងលះនោះឡើយប៉ុន្តែតុលាការក៏បានទទួលស្គាល់ផងដែរថាបណ្ដាញទំនាក់ទំនងសង្គមបានក្លាយទៅជាអាវុធមុខពីរជាពិសេសសម្រាប់ទំនាក់ទំនងជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់មនុស្សនាសម័យថ្មីនេះយ៉ាងណាក៏ដោយតុលាការបានសម្រុះសម្រួលឲ្យអ្នកទាំងពីរស្វែងរកមធ្យោបាយឬក៏វិធីនៅក្នុងការដោះស្រាយបញ្ហាជាមួយគ្នាតាមមធ្យោបាយផ្សេងវិញជាជាងការប្តឹងមកតុលាការឲ្យសម្រេចទៅលើការលែងលះត្រឹមតែមូលហេតុតូចតាចយ៉ាងដូចនេះតុលាការបានណែនាំឲ្យអ្នកទាំងពីរទៅរកអ្នកជំនាញខាងចិត្តសាស្ត្រដើម្បីជួយដោះស្រាយបញ្ហារស់នៅមិនចុះសម្រុងគ្នានេះដើម្បីឈានទៅរកចំណុចរួមមួយដោះស្រាយនៅបញ្ហាហើយវិលត្រឡប់ជួបជុំរស់នៅជាមួយគ្នាក្នុងនាមជាប្តីប្រពន្ធឡើងវិញបន្ទាប់មកពួកគេបានទៅរកអ្នកជំនាញចិត្តសាស្ត្រទីក្រុង Surat ហើយអ្នកជំនាញបានពន្យល់ទៅស្ត្រីជាប្រពន្ធថាអាពាហ៍ពិពាហ៍គឺជាចំណងមេត្រីភាពដ៏មានតម្លៃបំផុតនៅក្នុងជីវិតដែលមិនអាចត្រូវបានកាត់ផ្តាច់ត្រឹមតែរឿងប៊ូតុងចុច like ឬក៏ការ comment នៅលើបណ្ដាញទំនាក់ទំនងសង្គមឡើយបន្ថែមលើនេះអ្នកជំនាញក៏បានបញ្ជាក់ប្រាប់ស្ត្រីជាប្រពន្ធដែរថាក្តីស្រឡាញ់ពិតប្រាកដរបស់ប្តីដែលបានផ្ដល់ឲ្យនៅក្នុងផ្ទះមានតម្លៃធំធេងណាស់ធំធេងជាងការបង្ហាញត្រឹមតែលើអេក្រង់ទូរស័ព្ទទៅទៀតជាមួយគ្នានេះដែរអ្នកជំនាញក៏បានបញ្ជាក់ទៅកាន់បុរសជាប្តីថាការចុច like ឬក៏ comment នៅលើសារឬក៏រូបភាពរបស់ប្រពន្ធដែលបង្ហោះនៅលើបណ្ដាញសង្គមនោះវាមិនមែនជារឿងពិបាកឬក៏រឿងមិនអាចធ្វើទៅបាននោះទេដូច្នេះអ្នកជំនាញពន្យល់ថាប្រសិនបើវាអាចធ្វើឲ្យប្រពន្ធសប្បាយចិត្តហើយរក្សាបាននៅសុភមង្គលគ្រួសារនោះយើងត្រូវតែធ្វើវាបន្ទាប់ពីពួកគេបានជួបជាមួយនឹងអ្នកជំនាញចិត្តសាស្ត្រស្ត្រីជាប្រពន្ធក៏បានសម្រេចចិត្តទៅដកពាក្យបណ្ដឹងពីតុលាការវិញហើយក៏បានវិលមករួមរស់ជាមួយប្តីក្នុងនាមជាប្តីប្រពន្ធសារជាថ្មីបាទអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាទ